ចឹងក្នុងលាឱកាសនេះគឺយើងឈានដល់មង្គលទី32ព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាប្រមចារីសុ អញ្ចឹងគឺប្រែមកថាការប្រព្រឹត្តនៅធម៌ដ៏ប្រសើរជាមង្គលដ៏ដំចឹងការប្រព្រឹត្តនៅមង្គលឬក៏ការធ្វើនៅមង្គលឬក៏ប្រព្រឹត្តនៅធម៌ដ៏ប្រសើរនេះអឺយើងសំដៅទៅលើការធ្វើនៅសេចក្តីល្អឬក៏ដុតនៅបាបធម៌ណាបត់ដុតនៅបាបធម៌ទាំងឡាយទាំងពួងយើងដុតនេះមិនមែនដុតដោយសារកម្ដៅភ្លើងដុតនេះមិនមែនដុតទៅលើកម្ដៅអីទេគឺដុតនេះយើងដុតទៅលើណាអឺដោយចិត្តរបស់យើងប្រព្រឹត្តនៅសេចក្តីល្អប្រព្រឹត្តនៅប្រមចរិយធម៌ដ៏ប្រសើរដ៏ឧត្តមចឹងពាក្យថាប្រព្រឹត្តនៅធម៌ដ៏ប្រសើរនេះគឺញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីសាធុសប្បុរសទាំងឡាយបានរៀបចំនៅដំណើរជីវិតរបស់យើងណាចេះអឺការលះបង់នៅទោសៈមោហៈលោភៈនឹងជាដើមឬក៏ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាព្យាយាមធ្វើនៅសេចក្តីល្អរឿងសេចក្តីល្អនេះគឺយើងគ្រប់រូបដែលមានភ័ព្វមានសំណាងក្នុងការកើតមកជាមនុស្សនេះអញ្ចឹងយើងគួរតែព្យាយាមណានៅការប្រព្រឹត្តនៅសេចក្តីល្អហ្នឹងឲ្យបានច្រើនគ្រប់រូបណាទាំងអស់ណាមិនថាញាតិញោមជាកុហកមិនថាណាអ្នកបួសឬក៏បព្វជិតទាំងឡាយទាំងពួងហ្នឹងទាមទារយកនៅសេចក្តីល្អក្នុងការទាមទារឬក៏យើងចង់បាននៅសេចក្តីល្អព្រះអង្គលោកបានសម្ដែងអឺ4ចំណុចដែលជាការកត្តាមួយដែលយើងអាចយកនៅសេចក្តីល្អបានណាទី1គឺយើងសង្រួមឬក៏ព្យាយាមសង្រួមនៅកាយវាចាចិត្តរបស់យើងនឹងឲ្យស្អាតឲ្យល្អការសង្រួមនេះយើងគ្រប់រូបណាដែលជាអ្នកប្រាថ្នាចង់បាននៅសេចក្តីល្អយើងសង្រួមនៅឥន្ទ្រីទាំង6សង្រួមហ្នឹងគឺមិនទៅខ្មេះតេះដៀលអ្នកដតីមិនខ្មេះតេះដៀលខ្លួនឯងអីចឹងជាដើមណាព្យាយាមធ្វើនៅសេចក្តីល្អតាមលទ្ធភាពរបស់យើងឬក៏ញាតិញោមសមាទានសិលណាសិល5សិល8នឹងជាដើមនឹងគឺជាការមួយប្រព្រឹត្តណាប្រមចរិយធម៌នឹងដល់ប្រសើរប្រព្រឹត្តនៅប្រមចរិយធម៌នឹងដល់ប្រពៃនេះណាអញ្ចឹងគឺញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាយើងសង្រួមនៅឥន្ទ្រីទាំង6ឬក៏រៀនលះនៅអកុសលទាំងឡាយទាំងពួងមានតាំងអំពីការខឹងក្រោធឬក៏មានការចំណែនគ្នាគ្រប់សពបែបយ៉ាងឬក៏វង្វេងណាញាតិញោមខ្លះវង្វេងដោយហេតុចង់បាននៅលៀបនៅយោះនៅស័កផ្សេងហ្នឹងញោមខ្លះមួយចំនួនហ្នឹងមានការវង្វេងវង្វាន់ដោយប្រការផ្សេងហ្នឹងជាដើមហ្នឹងណាចំណែកទី2គឺព្យាយាមលះចោលនៅបាបចាស់បាបចាស់ណាព្យាយាមនឹងឯងព្យាយាមមិនព្យាយាមព្រះអង្គលោកបានប្រៀបធៀបថាដូចជាយើងព្យាយាមដានៅទឹកដែលនៅក្នុងពាងទឹកនៅក្នុងពាងនោះយើងព្យាយាមលាងពាងនោះឲ្យស្អាតឲ្យល្អយ៉ាងណាមិញការដែលយើងលះចោលនៅបាបទាំងឡាយទាំងពួងហ្នឹងក៏អញ្ចឹងដែរ
សេចក្តីមិនល្អគ្រប់សពបែបយ៉ាងដែលហើយទៅដោយវាចាមិនសមរម្យចំពោះលោកអ្នកដែលមានគុណសម្ដីឬក៏ទង្វើដែលយើងធ្វើឆ្គាំឆ្គងទៅលើអ្នកដតីនឹងឯងគឺយើងព្យាយាមកាត់បន្ថយគ្រប់សពបែបយ៉ាងនឹងដែលញោមប្រុសស្រីទាំងអស់គ្នាគប្បីនឹងការប្រព្រឹត្តខ្លួននឹងឯងឲ្យល្អប្រព្រឹត្តនៅខ្លួននឹងដោយប្រពៃប្រព្រឹត្តខ្លួននឹងឯងជាពួកសប្បុរសទាំងឡាយទាំងពួងហ្នឹងពូលទៅសើណាពូលទៅសើហ្នឹងហើយចំណែកទី3ហ្នឹងគឺយើងរក្សានៅបុណ្យចាស់យើងរក្សានៅបុណ្យចាស់ហ្នឹងគឺសាទុសប្បុរសទាំងឡាយរក្សានៅសេចក្តីល្អល្អដែលយើងខំសន្សំប្រមាណនឹងឯងយើងរក្សាយើងរក្សាហ្នឹងឯងឲ្យល្អហើយទប់ស្កាត់នៅបាបទាំងឡាយទាំងពួងហ្នឹងមិនឲ្យចូលនៅក្នុងខណ្ឌសន្តានគ្រប់សពបែបយ៉ាងនឹងជាដើមណាហើយចំណែកទី4ហ្នឹងគឺយើងធ្វើនៅបុណ្យថ្មីហ្នឹងឯងឲ្យល្អឲ្យប្រសើរនេះដើម្បីក្នុងការទៀមទាយកនៅបុណ្យទៅទៀមទានៅប្រមចរិយធម៌ដែលយើងខំប្រព្រឹត្តដែលយើងខំធ្វើជារឿយនឹងឯងសន្សំបុណ្យនឹងឯងជាបន្តព្រោះថាជីវិតរបស់យើងរស់នៅសពថ្ងៃនេះមានការជាប់ជំពាក់មានការរវល់ក្នុងការប្រកបមុខរបរគ្រប់សពបែបយ៉ាងអញ្ចឹងទៅញាតិញោមខ្លះហ្នឹងផ្លិចក្នុងការធ្វើនៅសេចក្តីល្អហ្នឹងបានច្រើនផ្លិចអស់ទៅណាដោយហេតុក្នុងការរវល់អញ្ចឹងពាក្យថាប្រមចរិយធម៌ធម៌ដ៏ល្អធម៌ដ៏ប្រសើរដែលញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាគប្បីក្នុងការទៀមទាយកគប្បីក្នុងការប្រព្រឹត្តព្រោះថាញាតិញោមទាំងអាត្មាភាពទាំងអស់គ្នាមិនដឹងថាយើងវិលត្រឡប់ទៅវិញឬក៏យើងនិយាយទៅថាមិនដឹងតែស្លាប់នឹងពេលណាយើងអត់បានកំណត់មិនបានណាយើងកំណត់មិនបានទេយើងមិនអាចបញ្ជាថាត្រូវតែរស់រហូតជាអមតៈគ្រប់សពបែបយ៉ាងគឺយើងមិនអាចបញ្ជាបានទេអញ្ចឹងមុននឹងត្រឡប់ទៅវិញមុននឹងក្នុងការដែលយើងវិលត្រឡប់ទៅវិញហ្នឹងធ្វើយ៉ាងណាប្រព្រឹត្តនៅប្រមចរិយធម៌ហ្នឹងដល់ប្រសើរហ្នឹងឲ្យកាន់តែប្រសើរព្រោះតែយើងដឹងខ្លួនណាភ្ញាក់រលឹកមានសតិហ្នឹងដឹងខ្លួនជារឿយព្រោះថាសេចក្តីល្អឬក៏ប្រព្រឹត្តទាមទារនៅប្រមចរិយធម៌នេះយើងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាយើងអត់មានទាមទារត្រូវកំណត់ដោយប្រការណាផ្សេងអត់ទេវាសំខាន់ឲ្យតែញោមប្រុសស្រីទាំងអស់គ្នានឹងធ្វើដោយមិនខុសច្បាប់និយាយទៅយើងថាកុំឲ្យខុសច្បាប់នៃពុទ្ធសាសនារបស់យើងដែលលោកបានចែងដែលលោកបានកំណត់តាក់តែងនៅក្បួនច្បាប់បញ្ញត្តិគ្រប់សពបែបយ៉ាងហ្នឹងក្នុងការឲ្យយើងនឹងឯងបានប្រព្រឹត្តដែលយើងនឹងបានធ្វើអានោះបើសិនជាយើងទៀមទាយកនៅសេចក្តីល្អហ្នឹងបានច្រើនព្រោះថាការប្រព្រឹត្តល្អនេះមិនមែនតលតែយើងស្លៀកពាក់ស្អាតបានថាប្រព្រឹត្តល្អហ្នឹងក៏មិនមែនព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាមិនមែនទេមិនសម្គាល់ទៅលើការស្លៀកពាក់ដោយស្អាតឬក៏ស្លៀកពាក់មិនស្អាតអីអត់ទេឬក៏មិនសម្គាល់ថាអ្នកដែលបរិច្ចាគទានច្រើនយ៉ាងណាហ្នឹងក៏យើងមិនអាចសម្គាល់បានទេសេចក្តីល្អដែលយើងគួរតែកាន់យកនឹងឯងតើយើងទៅទាំងព្រមមានន័យថាការប្រព្រឹត្តនៅខាងក្រៅនឹងឯងក៏ល្អចំណែកការប្រព្រឹត្តបដិបត្តិនៅខាងក្នុងហ្នឹងយើងប្រព្រឹត្តយើងធ្វើដោយចិត្តស្មោះសរនឹងឯងនឹងទៀតអាហ្នឹងទើប
ឈ្មោះថាការដែលយើងធ្វើដោយសេចក្ដីល្អនេះយើងទៅទាំងព្រមណាទាំងអឺទាំងធ្វើដែលយើងធ្វើនៅខាងក្រៅទាំងចិត្តដែលយើងគោរពបដិបត្តិនៅខាងក្នុងនឹងឯងតោះតែយើងណាទៅទាំងព្រមណាបើសិនជាយើងទៅតែចិត្តតែខាងក្រៅនឹងឯងមិនធ្វើអាហ្នឹងក៏វាមិនកើតណាឬក៏យើងធ្វើដែរទៀនធ្វើនៅសេចក្ដីអឺល្អច្រើនណាប៉ុន្តែចិត្តហ្នឹងមិនមានសេចក្ដីជ្រះថ្លាចិត្តហ្នឹងមិនមានសេចក្ដីពេញចិត្តណាឧទាហរណ៍ថាធ្វើទៅព្រោះថាតកូលដែលយើងធ្លាប់ធ្វើនេះអាហ្នឹងឬក៏ថាធ្វើទៅបើសិនជាគេកំណត់អញ្ចឹងហើយណាឬក៏ធ្វើតាមទម្លាប់អាហ្នឹងក៏អត់ទេអញ្ចឹងមានន័យថាសេចក្ដីល្អនេះយើងទៅទាំងព្រមណាទាំងព្រមទាំងកាយហ្នឹងក៏យើងធ្វើដោយសេចក្ដីល្អទាំងចិត្តនឹងឯងក៏យើងធ្វើនឹងឯងដោយសេចក្ដីល្អអាហ្នឹងគឺទៅទាំងព្រមទើបឈ្មោះថាយើងទៀមទាយកនៅប្រមចរិយធម៌ណាឬក៏ជាមង្គលដល់ដំណាឧទាហរណ៍ថាបើយើងបំរើលោកឪពុកអ្នកម្ដាយនឹងឯងណាបំរើដោយសេចក្ដីយកចិត្តទុកដាក់បំរើគាត់ដោយការអឺចិត្តស្មោះសរណាគួរនឹកគុណគាត់ឬក៏យ៉ាងណាដែលយើងធ្វើនៅសេចក្ដីល្អហ្នឹងណាមិនរំពៃចង់បានទ្រព្យសម្បត្តិរបស់គាត់អីចឹងជាដើមណាអាហ្នឹងហើយដែលឈ្មោះថាប្រមចរិយធម៌យើងប្រព្រឹត្តធម៌ដ៏ប្រសើរយើងប្រព្រឹត្តធម៌ដ៏ប្រពៃហ្នឹងហើយយើងព្យាយាមលះណាដោយអង្គមកលើកខាងដើមណាទោសៈមោហៈលោភៈនឹងជាដើមនឹងជាតួអកុសលធំណាបើសិនជាយើងរៀបរាប់អំពីអកុសលហ្នឹងមានច្រើនតែយើងសង្ខេបបែបខ្លីហ្នឹងគឺមាន3ហ្នឹងណាដែលយើងគួរនឹងប្រព្រឹត្តលះចោលណាគ្រប់សពបែបយ៉ាងចឹងគឺមង្គលទី32ហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានសម្ដែងថាកិរិយាប្រព្រឹត្តនៅប្រមចរិយធម៌ហ្នឹងជាមង្គលឧត្តមញាតិញោមណាដែលចង់ប្រព្រឹត្តធ្វើខ្លួនឲ្យល្អចង់ប្រព្រឹត្តធ្វើខ្លួនឲ្យប្រពៃគ្រប់សពបែបយ៉ាងនឹងញោមជាយាមស្ដាប់ណាមួយហើយយល់ស្វែងយល់ណាពីចំណុចផ្សេងណាតាមពិតទៅគឺមានច្រើនប្រការក្នុងការធ្វើហ្នឹងប៉ុន្តែណាដោយសង្ខេបណាដោយខ្លីណាដើម្បីឲ្យញាតិញោមនឹងឯងបានស្ដាប់ណាដើម្បីណាងាយយល់អញ្ចឹងគឺណាបញ្ចប់តែប៉ុណ្្នឹងចោះណានៅមង្គលទី32ហ្នឹងគឺប្រមចរិយធម៌ការប្រព្រឹត្តធម៌ដ៏ដំដ៏ប្រសើរ